chúc cô bay cho con ơi chào hàng đúng ngon này con khma đi xa là hết là hay ngày tới từng liền dục nôm khnia diêm trong ca đầy sra mùng soi ông kim nghiêm miên đôi thái cầu quân lư tháiព្រះអើយជួយថែដីស្រែយើងផងចោសៀមគុំរងធ្ងក់ចូលលាក់ខ្លួនក្រគួនតែអង្រួនអូនបងបាទជំរាបសួរបងប្អូនក្នុងបណ្ដាញសង្គម Facebook និងអស់ជាទីគោរពស្រឡាញ់នៅថ្ងៃនេះវាមានករណី live ពិសេសផ្សាយបន្តពិសេសដោយសារតែយើងមានរឿងពិសេសបាទធម្មតារឿងពិសេសផ្សាយនៅលើម៉ោងពិសេស
មុននឹងផ្សាយទៅដល់ប្រធានបទក្តៅខ្ញុំសូមផ្សាយនៅព័ត៌មានពាក់ព័ន្ធនឹងប្រទេសជាតិជាមុនសិនជាពិសេសពាក់ព័ន្ធនឹងការឆ្លើយតបរបស់សម្ដេចប្រមុខរាជរដ្ឋាភិបាលទៅកាន់ជនក្បត់ជាតិសំអានក៏ដូចជាការឆ្លើយតបរបស់អាយដាមអ៊ីឈៀនទេសរដ្ឋមន្ត្រីទូតបេសកកម្មពិសេសឆ្លើយតបទៅនឹងជនក្បត់ជាតិសំអានដែលកំពុងតែបំភ្លៃព័ត៌មានអំពីបញ្ហាព្រំដែនណានៅខាងខេត្តបាត់ដំបងនៅថ្ងៃនេះខ្ញុំសូមអានខ្លឹមសាររបស់សម្ដេចធិបតីទាំងស្រុងដែលបង្ហោះមុននេះ1ម៉ោងនៅក្នុងបណ្ដាញសង្គម Facebook ផ្ទាល់ខ្លួនរបស់សម្ដេចបាទសម្ដេចធិបតីហ៊ុនម៉ាណែតនៅក្នុងកលៈទេសៈដែលយើងកំពុងដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាងខ្ញុំមិនចង់មានការឆ្លើយឆ្លងជាមួយអ្នកនយោបាយខ្មែរមួយចំនួននោះទេក៏ប៉ុន្តែពេលខ្លះក៏មានការចាំបាច់ក្នុងការលើកឡើងនៅចំណុចមួយចំនួនកុំឲ្យមានក្រុមអ្នកនយោបាយខ្លះឆ្លៀតប្រឌិតរឿងមិនពិតក្នុងចេតនាកេងចំណេញនយោបាយដើម្បីធ្វើឲ្យប្រជាជនមានការយល់ច្រឡំមកលើរាជរដ្ឋាភិបាលនៅព្រឹកមិញនេះលោកសំអានបានបង្ហោះសារនៅក្នុងគណនី Facebook របស់ខ្លួនថាពងណាំរុននេះជាប់ស្រុកកំរៀងខេត្តបាត់ដំបងដែលជាអតីតតំបន់មូលដ្ឋានយោធាខ្មែរក្រហមដែលលោកអៀងសេរីបានកាន់កាប់ហើយមានលោកអ៊ីឈៀនអតីតហើយមានលោកអ៊ីឈៀនជាមេតបនាសម័យសង្គ្រាមស៊ីវិលនាទសវត្សរ៍ទី80លោកអ៊ីឈៀនអតីតអភិបាលខេត្តបៃលិនធ្លាប់និយាយថាថៃបានបង្ខិតចូលដីខ្មែររាប់រយម៉ែត្រនៅតំបន់ពងណាំរុនជាប់ស្រុកកំរៀងនេះព្រំដែនចាស់មិនមែនស្ថិតនៅព្រំដែនបច្ចុប្បន្ននេះទេប៉ុន្តែឥឡូវនេះកម្ពុជាទទួលស្គាល់ព្រំដែនថ្មីគឺធ្វើឲ្យបាត់បង់ទឹកដីខ្មែរជាច្រើនគីឡូម៉ែត្រការ៉េនៅតំបន់នោះប៉ុន្តែប៉ុន្មានម៉ោងក្រោយមកឯកឧត្តមអ៊ីឈៀនបានចេញសារបញ្ជាក់ជូនជនរួមជាតិថាអ្វីដែលសំអានសរសេរនេះគឺជាការប្រឌិតទាំងស្រុងនិងមានចរិតញុះញង់ដើម្បីបង្ករឿងនិងកេងចំណេញនយោបាយក្នុងចេតនាបង្កចលាចលសង្គមនិងការយល់ច្រឡំមកលើកិច្ចការព្រំដែនដែលរាជរដ្ឋាភិបាលនិងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក JBC កម្ពុជាកំពុងអនុវត្តដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិអនុសញ្ញាសន្ធិសញ្ញាផែនទីនិងឯកសារដែលបន្សល់ទុកពីបារាំងខ្ញុំនិងប្រជាជនទាំងអស់នឹងរងចាំមើលថាតើលោកសំអានដែលតាំងខ្លួនជាអ្នកជំនាញព្រំដែននឹងឆ្លើយតបយ៉ាងណាចំពោះឯកឧត្តមអ៊ីឈៀនហើយតើលោកសំអានមានឯកសារឬភស្តុតាងអ្វីផ្សេងទៀតទេដើម្បីការពារអំណះអំណាងរបស់ខ្លួននិងបញ្ជាក់ថាខ្លួនជាអ្នកជំនាញព្រំដែនពិតប្រាកដសង្ឃឹមថាលោកមិនគ្រាន់តែចេញមកចោទប្រកាន់ឯកឧត្តមអ៊ីឈៀនថាគាត់និយាយកុហកឬក្បត់ឧត្តមកតេទឹកដោយអ្វីដែលលោកតែងតែចោទអ្នកដែលមិនមានទស្សនៈស្របជាមួយលោកនិងក្រុមរបស់លោកនោះទេនិយាយដោយត្រង់តាមដែលខ្ញុំមើលឃើញនិងប្រហែលដូចអ្វីដែលបងប្អូនប្រជាពលរដ្ឋមើលឃើញដូចគ្នានោះដែរគឺរហូតមកដល់ពេលនេះអ្វីដែលលោកសំអាននិយាយពាក់ព័ន្ធនឹងកិច្ចការព្រំដែនហាក់បីដូចជាគ្មានអ្វីច្បាស់លាស់អាចយកជាការបានទាំងមូលដ្ឋានបច្ចេកទេសផែនទីក្រៅពីទៅសុំហ្វូតូកូពីផែនទីមួយផ្ទាំងពីបណ្ណាល័យសភាសហរដ្ឋអាមេរិកដើម្បីធ្វើការសិក្សាស្រាវជ្រាវទាំងមូលដ្ឋានច្បាប់ឬឯកសារយោងនានាឃើញតែការលើកឡើងថាអ្នកនេះឬអ្នកនោះបាននិយាយថាដីខ្មែរពីមុននៅនោះមិនមែននៅនេះទេដោយករណីដែលគាត់លើកឡើងថាឯកឧត្តមអ៊ីឈៀនបាននិយាយដូច្នោះនៅពេលដែលឯកឧត្តមអ៊ីឈៀនច្រានចោលថាជាពាក្យប្រឌិតខ្ញុំសូមឲ្យយោបល់ដូចនេះថាបើលោកឬក្រុមអស់លោកមិនយល់ច្បាស់រឿងផែនទីឬកិច្ចការព្រំដែនទេសូមកុំតាំងខ្លួនធ្វើជាអ្នកចេះជាងអ្នកជំនាញព្រំដែនដែលបានធ្វើកិច្ចការងារនេះរាប់ទសវត្សរ៍មកហើយបើសិនជាអស់លោកមិនប្រកាន់ខ្លួនឬខ្លាចគេថាអន់ទេហើយចង់រៀនសូត្រអំពីវិធីសាស្ត្រឬបច្ចេកទេសក្នុងការប្រើប្រាស់ផែនទីដែលអស់លោកបានហ្វូតូកូពីពីបណ្ណាល័យសភាសហរដ្ឋអាមេរិកដើម្បីជាជំនួយក្នុងការវាស់វែងបោះបង្គោលនិងខណ្ឌសីមានៅលើដីឲ្យបានត្រឹមត្រូវនោះលោកអាចស្នើសុំមករាជរដ្ឋាភិបាលដើម្បីឲ្យអ្នកជំនាញ
ព្រំដែនពិតប្រាកដអាចធ្វើប័ណ្ណបង្ហាញខ្លីមួយពាក់ព័ន្ធនឹងមូលដ្ឋានបច្ចេកទេសក្នុងការប្រើប្រាស់ផែនទីបើអស់លោកមិនមកប្រទេសខ្មែរទេលោកអាចចាត់តំណាងដែលនៅខ្មែរដើម្បីឲ្យអ្នកបច្ចេកទេសធ្វើប័ណ្ណបង្ហាញឲ្យដែលតំណាងអស់លោកអាចយកទៅបង្រៀនបន្តដល់លោកនិងក្រុមលោកខ្ញុំជឿថានៅពេលដែលអស់លោកបានយល់ដឹងខ្លះពីមូលដ្ឋានបច្ចេកទេសផែនទីអស់លោកនឹងអាចមានសមត្ថភាពនិយាយស្ដីសមហេតុសមផលជាងមុនច្រើនក្នុងករណីដែលអស់លោកប្រកាន់សច្ចភាពបាទនេះគឺជាសារឆ្លើយតបដ៏មានអត្ថន័យនិងខ្លឹមសារក្បោះក្បាយរបស់សម្ដេចធិបតីហ៊ុនម៉ាណែតចំពោះជនក្បត់ជាតិសំអានដែលមួយថ្ងៃណាជាអ្នកនយោបាយភ្លើធ្វើចេះតាំងខ្លួនជាអ្នកផែនទីជាអ្នកបច្ចេកទេសផែនទីហើយនិយាយតែពីរឿងព្រំដែនគណៈដែលខ្លួនឯងមិនដែលចេះអំពីការងារព្រំដែនបច្ចេកទេសការងារព្រំដែនសំបីតែបន្តិចបាទអញ្ចឹងថ្ងៃនេះសំបីតែអេដាមអ៊ីឈៀនក៏គាត់បានឆ្លើយតបដែរបាទអញ្ចឹងខ្ញុំសូមលើកមុននេះខ្ញុំលើកពីមតិឆ្លើយតបរបស់សម្ដេចធិបតីហ៊ុនម៉ាណែតចំពោះជនក្បត់ជាតិសំអានដែលបំភ្លៃរឿងផែនទីឥឡូវនេះខ្ញុំសូមពេលឆ្លើយរឿងការឆ្លើយតបរបស់អេដាមអ៊ីឈៀនមួយទៀតមុននឹងខ្ញុំនិយាយដល់រឿងផ្ទាល់ខ្លួនបាទអេដាមអ៊ីឈៀនណាឆ្លើយតបទៅនឹងការបំភ្លៃរបស់សំអានអេដាមអ៊ីឈៀនបានលើកឡើងថាជនក្បត់ជាតិសំអានបំភ្លៃការពិតលើបញ្ហាព្រំដែននិងបានអំពាវនាវឲ្យជនរួមជាតិជឿទុកចិត្តលើរាជរដ្ឋាភិបាលនិង JBC ដែលធ្វើកិច្ចការព្រំដែនដោយឈើមូលដ្ឋាននៃឯកសារគតិយុត្តដែលបន្សល់ទុកពីអាណាព្យាបាលបារាំងនៅព្រឹកថ្ងៃទី27ខែវិច្ឆិកាឆ្នាំ2025នេះឯកឧត្តមអ៊ីឈៀនទេសរដ្ឋមន្ត្រីនិងជាអតីតអភិបាលខេត្តបៃលិនបានឆ្លើយតបទៅនឹងការផ្សាយព័ត៌មានមិនពិតរបស់បុគ្គលសំអានដែលជាប់ចោទពីបទក្បត់ជាតិនិងធ្លាប់ជាប់គុកដោយសារតែប្រើផែនទីคล้ายៗដោយឯកឧត្តមបានសរសេរនៅលើ Facebook របស់ឯកឧត្តមដូចនេះថាខ្ញុំបានឃើញគណនី Facebook សំអានបានសរសេរព័ត៌មានដោយលើកឈ្មោះខ្ញុំមកពាក់ព័ន្ធដោយលើកឡើងថាលោកអ៊ីឈៀនអតីតអភិបាលខេត្តបៃលិនធ្លាប់និយាយថាថៃបានបង្ខិតចូលដីខ្មែររាប់រយម៉ែត្រនៅតំបន់ពងណាំរុនជាប់ស្រុកកំរៀងព្រំដែនចាស់មិនមែនស្ថិតនៅព្រំដែនបច្ចុប្បន្ននេះទេប៉ុន្តែឥឡូវនេះកម្ពុជាទទួលស្គាល់ព្រំដែនថ្មីគឺធ្វើឲ្យបាត់ដីខ្មែរជាច្រើនគីឡូម៉ែត្រការ៉េនៅតំបន់នោះចំពោះករណីនេះខ្ញុំសូមបញ្ជាក់ជូនបងប្អូនជនរួមជាតិថាអ្វីដែលសំអានសរសេរនេះគឺជាការប្រឌិតទាំងស្រុងនិងមានចរិតញុះញង់ដើម្បីបង្ករឿងនិងកេងចំណេញនយោបាយក្នុងចេតនាបង្កចលាចលសង្គមនិងការយល់ច្រឡំមកលើកិច្ចការព្រំដែនដែលរាជរដ្ឋាភិបាលនិងគណៈកម្មការចម្រុះព្រំដែនចម្រុះខណ្ឌសីមាព្រំដែនគោក JBC កម្ពុជាកំពុងអនុវត្តដោយឈរមូលដ្ឋានច្បាប់អន្តរជាតិអនុសញ្ញាសន្ធិសញ្ញាផែនទីនិងឯកសារបន្សល់ទុកពីបារាំងតំបន់ដែលស្ថិតនៅចន្លោះព្រំដែនលេខ52និង59គឺក្នុងសង្គ្រាមស្ថិតនៅក្រោមការគ្រប់គ្រងរបស់សុនសេនមិនមែនអៀងសេរីនោះទេខ្ញុំសូមបញ្ជាក់ថាតាំងពីសម័យសង្គ្រាមរហូតមកដល់បច្ចុប្បន្ននិងតទៅអនាគតខ្ញុំការពារបូរណភាពទឹកដីកម្ពុជាដាច់ខាតខ្ញុំជាសាក្សីរស់ម្នាក់ដែលបានរស់នៅតាំងពីយូរយារណាស់មកហើយនៅតំបន់នោះហើយបង្គោលព្រំដែនដែលក្រមការងារភាគីកម្ពុជានិងថៃកំពុងចុះបោះវែងនិងបោះបង្គោលបណ្ដោះអាសន្ននោះគឺឈរលើមូលដ្ឋាននៃឯកសារគតិយុត្តដែលបន្សល់ទុកពីអាណាព្យាបាលបារាំងជាពិសេសកំណត់ហេតុបោះបង្គោលព្រំដែនរបស់បង្គោលរបស់គណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិនសៀមឆ្នាំ1908 1909និងគណៈកម្មការបោះបង្គោលព្រំដែនរវាងឥណ្ឌូចិនសៀមឆ្នាំ1919និង1920និងស្របតាមខ្លឹមសារនៃអនុសរណៈយោគយល់គ្នា MOU ឆ្នាំ2000និងបែបបទការងារដែលភាគីទាំងពីរបានឯកភាពគ្នាដូច្នេះអ្វីដែលបុគ្គលសំអានដែលជាជនក្បត់ជាតិលើកឡើងនេះគឺជាការប្រឌិតញុះញង់សុទ្ធសាធមិនមែនជាការពិតឡើយខ្ញុំសូមជម្រាបជូនបងប្អូនថាបុគ្គលសំអាននេះតែងតែនិយាយញុះញង់និងបំភ្លៃខុសពីការពិតហើយពេលខ្លះយកឈ្មោះអ្នកនេះយកឈ្មោះអ្នកនោះភ្ជាប់ដើម្បីទាញចំណាប់អារម្មណ៍ក្នុងគោលដៅកេងចំណេញនយោបាយនិងមហិច្ឆតាដ៏អាក្រក់របស់ខ្លួនជាមួយគ្នានេះខ្ញុំសូមស្នើបងប្អូនជនរួមជាតិជឿទុកចិត្តលើរាជរដ្ឋាភិបាលនិងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក JBC កម្ពុជាដែលបានប្រកាន់ខ្ជាប់
ជានិច្ចនៅមនសិការជាជីវៈនឹងការទទួលខុសត្រូវខ្ពស់បំផុតដោយតម្កល់ដំប្រយោជន៍ជាតិជាធំជាពិសេសការការពារបូរណភាពទឹកដីនិងអធិបតេយ្យភាពជាតិដោយប្រកាន់ខ្ជាប់នៅការគោរពច្បាប់អន្តរជាតិគោរពគោលការណ៍ព្រំដែនមិនកែប្រែនិងខ្សែព្រំដែនអន្តរជាតិកម្ពុជាថៃដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនរវាងឥណ្ឌូចិនសៀមបាទនេះគឺជាសារឆ្លើយតបរបស់ឯកឧត្តមអ៊ីឈៀនមួយទៀតទៅនឹងជនក្បត់ជាតិសំអានហើយជនក្បត់ជាតិសំអាននេះដូចខ្ញុំធ្លាប់បានប្រាប់ចឹងខ្ញុំតែងតែហៅវាថាពួកអាភ្លើធ្វើចេះបាទដើរទៅថតហ្វូតូកូពីឯកសារផែនទីពីនេះលើកបង្ហាញទៅហើយចង្អុលដីខ្មែរបាត់នេះដីខ្មែរបាត់នោះដោយអាខ្លះទៅដល់ស្ទាបតផែនទីស្ទាបតបកគោលព្រំដែននេះដឹងថាបាត់ដីណាស្ទាបតបកគោលព្រំដែននេះថាបាត់ដីវាអញ្ចឹងបាទហើយអ្នកខ្លះលើកតផែនទីបង្ហាញអាផែនទីថតចម្លងហ្នឹងក៏ឆ្លើយថាបាត់ដីមានគ្រប់រឿងទាំងអស់គ្រប់ប្រភេទបាទគ្រប់ប្រភេទអញ្ចឹងរាល់ថ្ងៃនេះរាជរដ្ឋាភិបាលដែលមានរដ្ឋលេខាធិការរដ្ឋានកិច្ចការព្រំដែនការងារព្រំដែនណាគឺបានខិតខំណាស់ធ្វើយ៉ាងណាដើម្បីឲ្យកម្ពុជាមានព្រំដែនជាមួយប្រទេសជិតខាងប្រកបដោយនិរន្តរភាពសន្តិភាពនិងការអភិវឌ្ឍធ្វើយ៉ាងណាឲ្យប្រជាជននៃប្រទេសទាំងពីរហ្នឹងរស់នៅតាមព្រំដែនរស់ប្រកបដោយសុខដុមរមនាជាមួយគ្នាណាអញ្ចឹងបានរាល់ថ្ងៃនេះគឺខំណាស់ហើយការងារព្រំដែនវាមិនមែនស្រួលដូចយើងអង្គុយចុច Facebook ទេវាមិនមែនស្រួលដូចយើងមកអង្គុយ live show អញ្ចឹងទេវាមានរឿងស្មុគស្មាញច្រើនបាទស្មុគស្មាញច្រើនតែយ៉ាងណាយើងជឿជាក់ទៅលើការដឹកនាំរបស់រាជរដ្ឋាភិបាលណាជាពិសេសមានការជឿជាក់ទៅលើសម្ដេចធិបតីហ៊ុនម៉ាណែតដែលលោកតែងតែយកចិត្តទុកដាក់ខ្លាំងណាស់អំពីបញ្ហាប្រទេសជាតិបន្តពីសម្ដេចតេជោហ៊ុនសែនដែលតែងតែណាយកចិត្តទុកដាក់បំផុតទៅលើបញ្ហាព្រំដែនណាពីព្រោះក្នុងរាជការគ្រប់គ្រងដឹកនាំរបស់សម្ដេចតេជោក៏ដូចសម្ដេចធិបតីគឺចង់ឲ្យខ្មែរមានព្រំដែនមួយជាក់លាក់ហើយមិនចង់ឲ្យកូនខ្មែរកាប់សម្លាប់គ្នាដោយសារតែការលាបពណ៌អំពីបញ្ហាព្រំដែនបាត់ដីនៅកន្លែងនេះបាត់ដីនៅកន្លែងនោះបាទកន្លងមកយើងសម្លាប់គ្នាតែរឿងព្រំដែនហ្នឹងបាទចោតអ្នកនេះបាត់ដីចេះចោតអ្នកនោះបាត់ដីចោតតែទីបំផុតយើងរស់មកដល់ពេលនេះដីអត់មានបាត់ណាទេបាទអត់មានបាត់ណាទេអញ្ចឹងដីខ្មែរនៅតែដីខ្មែរណាដីខ្មែរនៅតែដីខ្មែរអញ្ចឹងហើយនេះមុននឹងចែករំលែកព័ត៌មានខ្ញុំសូមសំណូមពរបងប្អូនយើងមេត្តាជឿជាក់មកលើរាជរដ្ឋាភិបាលជាពិសេសមើលព័ត៌មានទាំងឡាយណាជាពិសេសទៅលើទំព័រ Facebook ផ្លូវការរបស់ស្ថាប័នរដ្ឋបើនិយាយអំពីបញ្ហាព្រំដែនគឺត្រូវយកអំពីព័ត៌មានអំពីរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនណានិងក្រសួងព័ត៌មានឬក្រសួងការបរទេសឬក្រសួងការពារជាតិណាទៅតាមប្រធានបទទៅតាមរឿងរ៉ាវមួយដែលជាស្ថាប័នជាតិមានការទទួលខុសត្រូវมันអាចយកតាមពីអានេះអានោះយកមកអាខ្លះ MMO អាខ្លះផ្លេចខ្លាំងខ្លាយទាមទារការចាប់អារម្មណ៍យើងយកមកអត់យកជាការបានទេបាទយកជាការបានទេបាទយកជាការបានទេអញ្ចឹងរឿងបញ្ហាព្រំដែននេះណាខ្ញុំសូមជម្រាបជូនបងប្អូនប៉ុណ្ណឹងឲ្យយល់ថាអ្វីដែលសំអានធ្វើហើយគេកំពុងតែសម្ដែងល្ខោនយ៉ាងម៉េចបងប្អូនលើពិភពលោកយើងនេះគ្មានប្រទេសណាមួយភ្លើយកផែនទីទៅផ្ញើនៅបណ្ណាល័យទេណាផែនទីរបស់កម្ពុជាយើងសម្ដេចណាយកទៅតម្កល់នៅអង្គការសហប្រជាជាតិតាំងពីឆ្នាំ1964នោះសំបីតែយើងមានរឿងក្តីជាមួយប្រទេសសៀមប្រទេសអីហ្នឹងក៏យើងយកផែនទីដែលតម្កល់ហ្នឹងធ្វើជាមូលដ្ឋានតតាំងគ្នាតាមផ្លូវច្បាប់ដែរបាទតាមផ្លូវច្បាប់ដែរហើយបច្ចុប្បន្នដែលយើងកំពុងតែវាស់វែងនឹងបោះបង្គោលតម្រុយព្រំដែនរវាងកម្ពុជាថៃនេះក៏ផ្អែកទៅលើសន្ធិសញ្ញាបារាំងសៀមនឹងដែរណាផ្អែកទៅលើ MOU ឆ្នាំ2000ដែរ MOU ឆ្នាំ2000គឺដកស្រង់ចេញពីសន្ធិសញ្ញាបារាំងសៀមយើងអត់មានផ្អែកទៅលើផែនទីរបស់ឯកតោភាគីរបស់ភាគីថៃទេអញ្ចឹងគេព្យាយាមបំភ្លៃគ្រប់បែបយ៉ាងដើម្បីឲ្យប្រជាជនមានការយល់ច្រឡំមកលើរាជរដ្ឋាភិបាលថារាជរដ្ឋាភិបាលធ្វើឲ្យបាត់ដីបាទនេះជារឿងមិនពិតទេបងប្អូនរឿងមិនពិតទេបាទសូមឲ្យមានការជឿជាក់មកលើរាជរដ្ឋាភិបាលបាទយើងម្នាក់យើងខំណាស់ដើម្បីការពារប្រទេសជាតិយើងកងទ័ពបំពេញភារកិច្ចរបស់កងទ័ពប៉ូលីសបំពេញភារកិច្ចរបស់ប៉ូលីសណាប្រជាជនយើងសមរភូមិក្រោយជួយគ្រប់គ្រងសមរភូមិមុខយើងធ្វើគ្រប់បែបយ៉ាងទាំងអស់ដើម្បីប្រយោជន៍ជាតិរួមរបស់យើងការពារបូរណភាពទឹកដីយើងមិនឲ្យពួកសត្រូវឈ្លានពានទេបាទ
អញ្ចឹងខ្ញុំសូមរឿងព្រំដែនខ្ញុំនិយាយចប់ប៉ុណ្ណឹងណាឥឡូវនេះខ្ញុំចូលដល់និយាយរឿងខ្ញុំម្ដងថ្ងៃនេះបងប្អូនទេលហ្វូនមកសួរចង់ផ្ទុះហ៎បាទឥឡូវផ្ទុះអីផ្ទុះទៅខ្ញុំសូមឆ្លើយទៅនឹងកងរាជអាវុធហត្ថបាទស្នងការអ្នកនងកិច្ចការសាធារណៈញ៉ាត់កោទោសបាទនេះខ្ញុំបាទឧត្តមសេនីយ៍ត្រីអេងហ៊ីស្នងការឋានតំណងកិច្ចការសាធារណៈកងរាជអាវុធហត្ថលើផ្ទៃប្រទេសសូមប្រកាសកោទោសយ៉ាងដាច់អហង្ការចំពោះសម្ដីជាប្រមាថមកលើបុគ្គលនិងអង្គភាពកងរាជអាវុធហត្ថពីលោកផែងវណ្ណៈតាមเพจផែងវណ្ណៈញូកាលពីយប់ថ្ងៃទី26ខែវិច្ឆិកាឆ្នាំ2025កងរាជអាវុធហត្ថទទួលខុសត្រូវរាល់សកម្មភាពក្នុងការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនប្រសិនបើប្រព្រឹត្តបទល្មើសខុសច្បាប់និងទទួលទោសតាមចំពោះមុខច្បាប់ប្រសិនបើប្រព្រឹត្តខុសវិន័យកងទ័ពនឹងទទួលវិន័យទណ្ឌកម្មខ្ញុំបាទសូមឲ្យលោកផែងវណ្ណៈធ្វើការបកស្រាយនិងបង្ហាញភស្តុតាងជាសាធារណៈចំពោះពាក្យសម្ដីដែលបានផ្សព្វផ្សាយនិងជាប្រមាថមកលើកងរាជអាវុធហត្ថយើងខ្ញុំនេះខ្លីដែលគាត់ស្នើឲ្យខ្ញុំគាត់ទៅសេអីពីលើសេទៅតែទី1គាត់ចោទថាខ្ញុំជាប្រមាថលើបុគ្គលនិងអង្គភាពអាវុធហត្ថហើយគាត់សូមឲ្យយើងបង្ហាញភស្តុតាងជាសាធារណៈចំពោះពាក្យសម្ដីដែលបានផ្សព្វផ្សាយនឹងការជាប្រមាថមកលើកងរាជអាវុធហត្ថយើងខ្ញុំសូមធ្វើការបំភ្លឺដូចតទៅទី1ខ្ញុំបានទទួលការសុំជំនួយអន្តរាគមន៍ពីបងប្អូនប៉ាន់កំសួរពាក់ព័ន្ធទៅនឹងការប្រើប្រាស់សិទ្ធិអំណាចរំលោភអំណាចរបស់បុគ្គលសាំងសារ៉ាំងមេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះដោយគ្រាន់តែបងប្អូនតាន់កំសួរស្នើរាយការណ៍ទៅអំពីបទល្មើសព្រៃឈើនិងស្នើសុំឲ្យមានការអន្តរាគមន៍អញ្ចឹងមិនមកអន្តរាគមន៍ចាប់ជនល្មើសបែរជាមកសួររកលិខិតបេសកកម្មអញ្ចឹងសួរថាតើទង្វើហ្នឹងត្រឹមត្រូវទេបាទនេះនិយាយរឿងហេតុមួយនៅកាត់ហេតុមួយនៅខេត្តកញ្ចេះហើយចង់បំភ្លឺរឿងអីផ្សេងឡើងទៀតមានច្រើនណាខ្ញុំអត់ចង់ពង្រីករឿងទេតាំងពីឆ្នាំ2017នៅខេត្តមណ្ឌលគិរីក៏មានបទល្មើសព្រៃឈើនៅទីនោះហើយគាត់ក៏មានបញ្ហាផុសតាងក៏យើងមានព័ត៌មានផ្សាយប្រងព្រាតរឿងនៅកំពង់ឆ្នាំងក៏យើងមានតែយើងអត់ចង់ហែកកកាយឲ្យច្រើនមានការអីខ្ញុំចង់ធ្វើការជាមួយគ្នាដោយឆន្ទៈដោយស្មោះត្រង់មិនចង់ហែកឲ្យច្រើនលឹះហ្នឹងតែខ្ញុំទទួលស្គាល់ថាខ្ញុំពិតជាជេរទៅលើឈ្មោះស្អីគេស្អីមានពាក្យខ្លះខ្ញុំជេរស្អីសាក់សារ៉ាងឈ្មោះប្របាក់ហាយពេកឈ្មោះសាក់សារ៉ាងខ្ញុំអត់បដិសេធទេទីមួយខ្ញុំឃើញគាត់ហួសហេតុពេកខ្ញុំជេរប៉ុណ្ណឹងបងប្អូនឈឺតែបងប្អូននេះបុគ្គលសាក់សារ៉ាងហ្នឹងធ្វើអំពើអាក្រក់មកលើប្រជាជនតើមានយល់អារម្មណ៍ថាប្រជាជនយើងខ្ញុំឈឺទេឈឺខ្ញុំនិយាយជ្រុលខ្ញុំទទួលស្គាល់ទី1ខ្ញុំបកស្រាយទី2ខ្ញុំទទួលទណ្ឌកម្មផ្លូវច្បាប់អត់សុខចិត្តដឹងបានខ្ញុំទទួលខុសត្រូវទាំងអស់និយាយកូនប្រុសនិយាយខុសហ៊ានទទួលណានិយាយខុសហ៊ានទទួលខ្ញុំអាចសុំទោសខ្ញុំអាចមិនទទួលសុំទោសអាចប្រឹងខ្ញុំបានបាទតែខ្ញុំចង់បញ្ជាក់ថាខ្ញុំនិយាយតែអំពីបុគ្គលទេខ្ញុំអត់បាននិយាយប៉ះពាល់ទៅដល់ស្ថាប័នទេសូមសំណូមពរឯកឧត្តមសេនីយ៍ទាំងឡាយនៅក្នុងស្ថាប័នអាវុធហត្ថកុំទាញករណីបុគ្គលមកកុំទាញស្ថាប័នមកបិទបាំងទង្វើបុគ្គលម្នាក់ខ្ញុំសូមអង្វរដោយទទូចខ្ញុំការពាររាជរដ្ឋាភិបាលគេជេរប្រមាថម៉ែឪរាល់ថ្ងៃក៏ដូចការពារស្ថាប័នជាតិគ្រប់ទាំងអស់មានហេតុផលអីដែលខ្ញុំប្រមាថស្ថាប័នណាមានហេតុផលអីខ្ញុំទទួលស្គាល់ខ្ញុំនិយាយលើសប៉ះបុគ្គលសាំងស្អីសាក់សារ៉ាំងហ្នឹង
ខ្ញុំទទួលស្គាល់គាត់មិនពេញចិត្តប្តឹងខ្ញុំបានបត់ជេរប្រមាថប្តឹងចុះតែខ្ញុំចង់បញ្ជាក់ថាខ្ញុំអត់បានជេរប្រមាថស្ថាប័នកងរាជអាវុធហត្ថទេហើយបើខ្ញុំមានពាក្យណាមួយលើសសូមលោកពូសៅសិក្ខាយោគយល់អធិស្ឋានខ្ញុំមិនមានចេតនាទេពូខ្ញុំសុំទោសខ្ញុំហៅពូសៅសិក្ខាខ្ញុំអត់មានចេតនាប្រមាថពូប្រមាថស្ថាប័នពូទេពូមើលជីវិតក្មួយទៅឃើញហើយការពាររដ្ឋាភិបាលការពារថ្នាក់ដឹកនាំការពារស្ថាប័នជាតិទាំងអស់ពួកប្រឆាំងជេរម៉ែខ្ញុំជេរឪពុកខ្ញុំដូចហែកសពុតខ្ញុំមិនដែលតូចចិត្តទេតែបើខ្ញុំនិយាយលើខ្វះអីពូប្រាប់ទៅអាណាអាក្មួយនិយាយលើហើយក្មួយឯងនិយាយចឹងអត់ត្រឹមត្រូវទេណាក្មួយកែណាអត់ធ្វើចឹងទេណាតែពូប្រាវពូចេញញ៉ាត់កោទោសខ្ញុំហាក់ដូចជាខ្ញុំផែងវណ្ណៈជាជនក្បត់ជាតិតែខ្ញុំមិនតូចចិត្តទេពូរស់នៅក្នុងដំបូលសន្តិភាពដើរកាត់ភ្លៀងខ្ញុំជួបរឿងអញ្ចឹងឆ្អែតហើយខ្ញុំមិនប្រកាន់ខ្ញុំមិនថាអីទេមិត្តភ័ក្ដិខ្ញុំខ្លះទេមកសិតតែមេ PM ថាអញសុំទោសធ្វើម៉េចបត់បញ្ជាថាបត់បញ្ជាត្រូវតែធ្វើតាមបាទឲ្យធ្វើចោះខ្ញុំអត់បដិសេធទេខ្ញុំជេរតែបុគ្គលស័ក្តិសារ៉ាងនឹងទេព្រោះវាឆ្លើយពេកឆ្លើយហួសហ្នឹងរឿងបុគ្គលថារឿងបើឧទាហរណ៍ថាបុគ្គលនឹងខ្ញុំជេរបុគ្គលនឹងប្តឹងខ្ញុំចោះឲ្យគាត់ប្តឹងខ្ញុំចោះតែខ្ញុំចង់បញ្យល់ទៅឯកឧត្តមពូសៅសិក្ខាថាមួយម្នាក់នេះការពារស្ថាប័នជាតិការពារថ្នាក់ដឹកនាំការពាររដ្ឋាភិបាលអត់ហ៊ានថ្លើមធំទៅប្រមាថស្ថាប័នពូទេអត់ប្រមាថដាច់ខាតពូអត់មានទេបើសិនជាក្មួយម្នាក់នេះនិយាយលើសឲ្យក្មួយសុំទោសលោកពូសុំទោសដោយស្មោះពូតែក្មួយសុំអង្វរពូមេត្តាធ្វើម៉េចកុំអត់អោនឲ្យបុគ្គលដែលធ្វើខូចនៅក្រោមកងរាជអាវុធហត្ថខ្ញុំលាក់បាំងច្រើនណាស់និយាយមិនចាំបានគុណសម្បត្តិពីពូទេណាមន្ត្រីនៅក្រោមពូខ្លះរស់ស៊ីរត់ពន្ធតំណែងពីវៀតណាមមកស្រុកខ្មែរអត់បង់ពន្ធឲ្យរដ្ឋក៏មានមន្ត្រីពូខ្លះកាងស្កេមអនឡាញក៏មានតែខ្ញុំមិនដែលហែកទ្រូងឲ្យក្អែកចាប់ដោយសារខ្ញុំយោគយល់មន្ត្រីទាំងអស់ហ្នឹងសូមឲ្យពូមេត្តាយោគយល់ខ្ញុំវិញខ្លះបើសិនជាខ្ញុំនិយាយលើសលួសហើយពូយល់ថាមិនព្រោះស្ដាប់ណាខ្ញុំម្ដងទៀតសុំទោសពូសុំដោយចេញពីចិត្តមិនមែនសុំឌឺដងទេសុំដោយស្មោះពូខ្ញុំការពារស្ថាប័នជាតិស្ថាប័នរដ្ឋាភិបាលទាំងអស់ឲ្យគេជេរប្រមាថម៉ែឪដូចហែកចពុតពូក៏ដឹងដែរហើយរឿងនេះជារឿងករណីខ្ញុំអន្តរាគមន៍ប្អូនតាន់កំសួរដើម្បីណាតិទៀនទៅលើមេ PM ខេត្តកញ្ចេះតែម្នាក់គត់តែម្នាក់នឹងគត់ពូមានរឿងផ្សេងទៀតតែខ្ញុំអត់ចង់បញ្ចេញទៅវាសាយភាយទាំងអស់ពូខ្ញុំសូមឱកាសពូធ្វើការជាមួយណាអ្នកណាដែលជាសមត្ថកិច្ចរបស់ពូយ៉ាងណាពូបើកផ្លូវមកដើម្បីឲ្យមានដំណោះស្រាយណាមួយព្រោះខ្ញុំក៏នៅក្រោមដំបូលសន្តិភាពក្រោមដំបូលរបស់ពូដែលមើលការពារដែរខ្ញុំអត់មានចេតនាណាប្រមាថពូទេប្រមាថស្ថាប័នពូគឺអត់សោះហ្មងហើយបើខ្ញុំនិយាយលើសលួសប៉ះពាល់ពូគិតថាហើយនិយាយនឹងប៉ះស្ថាប័នអញធ្ងន់ណាស់អូខេក្មួយសុំទោសពូសុំទោសពូបាទក្មួយអត់មានចេតនាទេពូគោលបំណងពូតែគោលបំណងក្មួយតែមួយគត់គឺបុគ្គលនេះស័ក្តិសារ៉ាំងថាគាត់ខ្សែអីខ្ញុំអត់ដឹងទេឆ្នាំ2017ក៏ពាក់ព័ន្ធបទល្មើសព្រៃឈើនៅអូហុចខេត្តមណ្ឌលគិរីធំណាស់ត្រូវបានដកចេញពីនោះមកខ្ញុំអត់ចង់ហែកអីតទៅវែងឆ្ងាយទេនៅកាចេះចម្រិតយកលុយគេបាញ់មកមានតាំងពីណាសំលេងក៏មានស្អីក៏មានវីដេអូក៏មានតែខ្ញុំអត់ចង់បញ្ចេញកាលណាគេបញ្ចេញទៅគេវាយប្រហារថែមទៀតខ្ញុំនេះវាប្រឹងទប់អាគុណសម្បត្តិយើងខំការពារស្ថាប័នអាវុធហត្ថវាទៅជាទទួលតនកម្មថ្កោលទោសពេញប្រទេសដូចជនក្បត់ជាតិចឹងបាទដូចជនក្បត់ជាតិអញ្ចឹងតើខ្ញុំក្បត់ជាតិរឿងអីហើយបើមិនសុខចិត្តជេរពាក្យជេរប្រមាថរបស់ខ្ញុំច្បាប់យើងមានថាប្តឹងខ្ញុំទៅបាទច្បាប់មានថាប្តឹងខ្ញុំទៅខ្ញុំមកបានក្បត់ជាតិយើងទេ
ពូឃើញហើយប្រទេសជាតិមានសង្គ្រាមខ្ញុំទៅនៅតែព្រំដែននេះពូយកអង្គជួយកងទ័ពជួយប៉ូលីសជួយប្រជាជនតាមព្រំដែនរាប់សិបតោនចូល100តោនណាពូតើខ្ញុំក្បត់ជាតិរឿងអីដល់ថ្នាក់ចេញញ៉ាត់កោទោសពេញប្រទេសហើយខ្ញុំសូមសំណូមពរឲ្យបងប្អូនចេញញ៉ាត់មេត្តាមើលមតិប្រជាពលរដ្ឋផងថាតើពលរដ្ឋគាត់មានទស្សនៈបែបណាគាត់មានមតិយ៉ាងណាខ្ញុំអត់ចង់បកកសត្រូវអីទេខ្ញុំចង់ឲ្យរួមគ្នាធ្វើការខ្ញុំទទួលស្គាល់សម្ដីវាអាក្រក់តែមិនមែនសម្ដីអាក្រក់នឹងនិយាយគ្នាមិនបានណាឥឡូវពូបាត់ផ្លូវឲ្យខ្ញុំមកណែអាណាឯងមកជួបកូនចៅអញនិយាយគ្នារឿងនេះអូដំណោះស្រាយណាប្រយោជន៍រួមទាំងអស់គ្នាផ្លែតពូវាយខ្ញុំឥឡូវឮថារៀបប្តឹងខ្ញុំទៀតខ្ញុំអត់ខ្លាចទេពូប្តឹងចោះហើយពូចង់ចាប់ក៏ចាប់ចោះខ្ញុំអត់ថាអីទេព្រោះខ្ញុំរស់នៅក្រោមអំណាចរបស់ពូនឹងពូចង់ធ្វើអីក៏បានដែរតែខ្ញុំគិតថាពូមិនមែនអញ្ចឹងទេបាទពួកពូក៏ជាអ្នកស្នេហាជាតិលះបង់គ្រប់យ៉ាងដើម្បីជាតិតាំងពីនៅកុមារភាពខ្ញុំមិនមែនមិនស្គាល់ពូណាខ្ញុំគោរពពូឃើញហើយជួបកន្លែងណាក៏ខ្ញុំលើកដៃសាពះពូដែរអញ្ចឹងត្រឡប់មកវិញសង្ខេបសរុបពាក់ព័ន្ធនឹងញ៉ាត់ថ្កោលទោសរបស់អាវុធហត្ថទូទាំងប្រទេសចំពោះខ្ញុំជាសិទ្ធិរបស់ស្ថាប័នរបស់ពួកគាត់ទេតែខ្ញុំចង់បញ្ជាក់ថាខ្ញុំអត់មានប៉ះពាល់ស្ថាប័នទេអត់មានប៉ះពាល់ទេខ្ញុំនិយាយតែពីបុគ្គលនឹងមួយដែលគាត់មានរឿងអាស្រូវច្រើនហេតុអីបានហេតុជាចម្ងល់ថាហេតុអីបានគាត់នៅតែមានតំណែងនៅក្នុងមេបញ្ជាការហ្នឹងអស់ពីខេត្តមួយទៅខេត្តមួយអាហ្នឹងខ្ញុំនិយាយមែនខ្ញុំអត់មានថាខ្ញុំអត់និយាយទេវាគ្រាន់តែជាចម្ងល់ថាហេតុអីបានបុគ្គលម្នាក់ហ្នឹងអញ្ចឹងហើយបើខ្ញុំនិយាយលើសខ្វះខ្ញុំជំរាបពូម្ដងទៀតថាខ្ញុំសូមទោសពូដោយស្មោះបាទសូមទោសពូដោយស្មោះហើយខ្ញុំមិនចង់ធ្វើសត្រូវអីទេពួកខ្ញុំកូននិយាយចំទៅថ្ងៃនេះខ្ញុំមានអារម្មណ៍ថាខ្ញុំដូចជាមានមោទនភាពដែរខ្ញុំគ្រាន់តែជាកូនឆ្មាកូនឈាមទូចមួយបែរជាញ៉ាត់ក្របមកប្រទេសមកលើខ្ញុំហាក់ដូចជាឲ្យតម្លៃខ្ញុំពេកតាំងតែពិតខ្ញុំប្រើត្រឹមតែសាក់1សាក់2មកប្រាប់ទៅណាឯងនិយាយប៉ះពាល់ស្ថាប័នអត់បានទេខុសត្រូវអញ្ចឹងហើយកែចេះអាហ្នឹងអូខេយើងកែភ្លាមពួកខ្ញុំមនុស្សមានការធ្វើខុសត្រូវតាពូបាទពីព្រោះគោលបំណងខ្ញុំអត់ចង់បានអីទេគោលបំណងខ្ញុំចង់រួមគ្នាការពារធនធានធម្មជាតិដោយតែឆន្ទៈរបស់លោកពូអញ្ចឹងលោកពូខ្ញុំស្ដាប់ហើយបងប្អូនផ្ញើសារមកដែលលោកពូចេញប័ណ្ណបញ្ជាឆ្នាំ2023ឲ្យកំទេចអាពួកប្រព្រឹត្តបទល្មើសព្រៃឈើនេះខ្ញុំពេញចិត្តណាខ្ញុំឡាយចប់នេះខ្ញុំចាក់សាររបស់ពូហ្នឹងខ្ញុំពេញចិត្តណាបាទខ្ញុំក៏ដូចពូដែរក៏ជាក្មេងចំនួនក្រោយដូចពូដែរខ្ញុំសុំពូយោគយល់ក្មួយកុំថាប៉ះដៃយកដៃប៉ះយើងយកជើងក្មួយខុសឆ្គងកន្លែងណាពូណែនាំក្មួយមកបាទណែនាំក្មួយមកខ្ញុំសុំតែប៉ុណ្្នឹងទេខ្ញុំមិននិយាយវែងឆ្ងាយអត់ទៀតទេហើយក៏មិនចង់បកស្រាយអីឲ្យរហូតដល់ខ្លាយទៅជាផុសតាងដែលធ្វើឲ្យវត្តកាលណាខ្ញុំបញ្ចេញផុសតាងច្រើនក្រុមអកតេខ្លះវាយកទៅវាយប្រហារស្ថាប័នអញ្ចឹងខ្ញុំអត់បញ្ចេញទេខ្ញុំសុខចិត្តចាំធ្វើការសហការផ្ដល់ព័ត៌មានដោយស្ងប់ស្ងាត់ជាមួយនឹងកងរាជអាវុធហត្ថផ្ទៃប្រទេសរងចាំសហការបាទរងចាំសហការអញ្ចឹងសូមពូខ្ញុំនៅនិយាយដដែលសូមពូយោគយល់នៅពាក្យចលើសបឹសណាមួយរបស់ក្មួយដែលនិយាយលើសខ្វះបាទតែក្មួយចង់បញ្ជាក់ថាក្មួយអត់មានប៉ះពាល់ស្ថាប័នអាវុធហត្ថទេគឺនិយាយតែអំពីបុគ្គលសុខសាស្ត្រទោះបីពាក្យក្រោតគ្រៀតជេរប្រមាថក៏ជេរតែបុគ្គលសាក់សារាងដែរឲ្យសាក់សារាងនឹងប្តឹងក្មួយពីបទជេរប្រមាថចុះបាទក្មួយទទួលខុសត្រូវទាំងអស់បាទអញ្ចឹងខ្ញុំថ្ងៃនេះខ្ញុំសូមឡាយសង្ខេបប៉ុណ្ណឹងហើយសូមអរគុណបងប្អូនទាំងអស់គ្នាដែលចូលមកមើលនៅទីនេះបាទអរគុណជាថ្មីម្ដងទៀតបាទ
ហើយខ្ញុំសង្ឃឹមថាពូនឹងយោគយល់ណាអនុគ្រោះដល់ក្មួយដែលនិយាយលឺលុះអីប៉ះពាល់ដែលពូគិតថាប៉ះពាល់ស្ថាប័នតាំងតែពិតខ្ញុំនៅតែបញ្ជាក់ឡើងវិញថាខ្ញុំអត់មានចេតនាទេបាទខ្ញុំមិនមែនជនក្បត់ជាតិដែលត្រូវវាយប្រហារស្ថាប័នរបស់ជាតិទេព្រោះមួយថ្ងៃខំធ្វើការដើម្បីតែជាតិការពារតាំងពីស្ថាប័នតាំងពីថ្នាក់ដឹកនាំតាំងពីគោលនយោបាយរបស់ជាតិមានហេតុផលអីដែលខ្ញុំត្រូវប៉ះពាល់ស្ថាប័នអត់ទេអត់មានទេខ្ញុំនិយាយតែពីទង្វើរបស់បុគ្គលទេបាទអញ្ចឹងខ្ញុំសូមបញ្ចប់ការ live ប៉ុណ្ណេះសូមអរគុណបងប្អូនអរគ្នាម្ដងទៀតដែលចូលមើលបាទ